បាទសួស្តីណាស់គ្នាយើងដោយសារថ្ងៃនេះលោកគ្រូយឺតតិចយឺតបាទយឺត20ទីជាងបាទសារថ្ងៃនេះគាត់ថ្ងៃនេះគឺឡើងទៅខេត្តបាទទៅខេត្តទៅនឹងទៅខាងទីសុយអត់ដីហើយពុនដាហ្នឹងដល់អញ្ចឹងមកផ្ទះយឺតបាទហើយមកហូបបាយហើយយើងយឺតអធិស្ស្រ័យផងណាប៉ុន្តែយ៉ាងណាលោកគ្រូមកថតវីដេអូតែម្ដងកែលំហាត់ក្នុងទី8ក្នុងយាសាទី34បាទសម្រាប់គ្នាយើងទាំងអស់គ្នាណាកុំឲ្យថាអត់បានឲ្យបានមើលទៅឲ្យតែបានមើលទៅចេះធ្វើលំហាត់របស់យើងនេះពេលសំយោគប្រូតេអ៊ីនគេឃើញមានរីបូសូមចំនួន2រីបូសូម2មិនមែនរីបូសូម1ទេបានរំកិលលើអានអម1បាទវាកន្លែងនេះគេដាក់ថារីបូសូម2រីបូសូម2ហើយរំកិលលើអានអម1មិនត្រឡប់មកវិញរីបូសូមទាំងពីរផ្លាស់ទីលើអានអមអត់ត្រឡប់មកវិញទេសំយោគបានប្រូតេអ៊ីនមួយចំនួនបាទអឺមានសំណេរគឺស្មើ391ប្រូតេអ៊ីនមួយចំនួនណាបាទប្រូតេអ៊ីនមួយចំនួនមានសំណេរចំនួនបាទគឺ391ហើយតើរីបូសូមសំយោគបានប្រូតេអ៊ីនប៉ុន្មានបាទគណនាល្បឿនប្លាទីរបស់រីបូសូមទាំងនេះគេដឹងថារីបូសូមឃ្លាតពីគ្នា2ណាណូម៉ែត្ររយៈពេលរបស់វាប្រើទាំងអស់គឺ40នាទីបាទអញ្ចឹងលំហាត់នេះគឺវាខុសគ្នាពីមុនតិចត្រង់ថាគេប្រាប់រីបូសូមច្រើនគឺ2ច្រើនបាទហើយអានអឹមតែមួយទេអញ្ចឹងករណីរីបូសូមយើងច្រើនហើយ ANM1 បាទអញ្ចឹងយើងចង់រកចំនួនប្រូតេអ៊ីនគឺបងអូនយកចំនួនរីបូសូមមកគុណតែម្ដងបាទចាំនេះទេគឺគុណនឹង A ចំនួន ANM ណាយើងវាមានរបៀបគេនោះប៉ុន្តែវាញ៉ៃញ៉ៃពេកឥឡូវគ្រូសម្រាប់ចាត់ថាប្រើរូបអញ្ចឹងទៅណាគុណចំនួនអានដំហើយនេះគុណនឹងចំនួនដែលវាផ្លាស់ទីតើមានន័យថាចំនួន n ដង n ដងដែលរីវិសូផ្លាស់ទីអានេះផ្លាស់ទីមិនត្រឡប់មកវិញមានន័យថាវាទៅតែម្ដងទេចឹងវាអត់មកវិញទេអញ្ចឹងយើងចង់រកចំនួនប្រូតេអ៊ីនយើងវាយកចំនួនរីបូសូមគុណចំនួន ANM ហើយគុណនឹងចំនួន n ដងដែលរីបូសូមបានផ្លាស់ទីនឹងឯងចឹងបងប្អូនមើលរីបូសូមយើងគឺមាន2ហើយ ANM យើងតែមួយទេចឹងផ្លាស់ទីអត់ត្រឡប់មកវិញទេណារីបូសូមទាំងពីរផ្លាស់ទីលើ NM1 ដោយមិនត្រឡប់មកវិញអញ្ចឹងវាទៅតែម្ដងទេវាទៅតែមួយដងទេអញ្ចឹងរីបូសូម1ផ្លាស់ទីលើ NM បានមួយម្ដងហើយមួយទៀតក៏ផ្លាស់ទីលើ NM1 ហ្នឹងបានតែមួយដងដែរអាហ្នឹងគេហៅថាមិនត្រឡប់មកវិញអញ្ចឹងយើងគុណទៅវាស្មើ2ដដែលតែអានេះបើតាមពិតទៅគេមានគេដាក់ថាករណីណាករណីអាន M1 ហើយរីបូសូមច្រើនផ្លាស់ទីមិនត្រឡប់មកវិញអញ្ចឹងចំនួនប្រូតេអ៊ីនស្មើចំនួនរីបូសូមបាទប៉ុន្តែយើងអត់នេះកុំឲ្យពេញពាន់គុណអញ្ចឹងទៅណាបាទល្បឿនរីបូសូមគឺយើងប្រើយើងធ្លាប់ប្រើគឺល្បឿនពេហើយយើងយក LANM តែអានេះដោយសារវាមាននេះបាទនេះឃើញទេគឺមានរីបូសូម2អញ្ចឹងវាមានប្រឡោះអញ្ចឹងយើងយក LANM បូកឲ្យ L ប្រឡោះណាបូកឲ្យ L ប្រឡោះ ANM សំទោស L ប្រឡោះរីបូសូមណាប្រឡោះរីបូសូមហើយបានយើងយកមកចែកឲ្យតេអញ្ចឹងណាបងបាទចានេះវេល្បឿនរីបូសូមយើងយក L របស់ ANM បូកឲ្យ L ប្រឡោះរីបូសូមចែកឲ្យតេរយៈពេលអញ្ចឹងយើងឃើញថា L ប្រឡោះរីបូសូមមានហើយបាទឥឡូវឃ្លាចេញតែម្ដងបាទតោះឥឡូវយើងទៅមើលចម្លើយអញ្ចឹងយើងចាំហើយបាទL ប្រឡោះយើងហ្មងនេះ2ណាណូម៉ែត្ររីបូសូមឃ្លាតពីគ្នាគឺ2ណាណូម៉ែត្របាទនេះរកចំនួនប្រូតអ៊ីនដែលរីបូសូមសំយោគបានណារីបូសូមសំយោគបានអញ្ចឹងរីបូសូមជាធាតុកោសិកាដែលមានមុខងារជារោគជាងសាងសង់ប្រូតអ៊ីនមានន័យថាវាមានមុខងារគេហៅថាបកប្រែក្រមណាបងដែលយើងហៅថាស័កសំយោគប្រូតអ៊ីនហ្នឹង
chẳng bầm rạp của dương ribosome pi ban cơ lượt âm mùi mình trở lọp một vịnh những gì trở đạp mình trở lọp một vịnh và chẳng ribosome pi một cơ lượt âm mũi mình trở lọp một vịnh tì còn nếu bà chẳng cả lại ní kia hai thà chùm nuôn ribosome pi ní anh ấy cứ chùm nuôn an âm anh ấy cứ chùm nuôn đón là ribosome plati chẳng là bây giờ con chọn ra chùm nuôn protein chừng giờ bây nó con châu kia tới nhớ giờ con bị châu kia tới bà còn ai bà với ngay nơi bị trà na thả na mui na tờ lọp mình tờ lọp chẳng á na và vì con bị châu kia tới cứ gọt khâu hết và hay là vợ đăng thả na mui mui và đi an âm còn mui đi trong luôn tờ lọp plati đi còn mà đó chẳng việc đăng thả cái smile trong nó đi vào sâu chờ toàn nói chẳng bà lại nè trẻ chẳng và vì muốn giờ nơi phải lẹ khan cả này anh âm mui mình anh ari được số mình tự lập ở đây chẳng kia cái thay vì nhảy nháy hoặc như dương quế nhé như dương tàu tại nó tam và bắp sau đó sao lọ bóc cái ôi tại bà chẳng lực ru upgrade mày update mày thì tới hè này chúng tôi xin này với cứ srop á mà xin này tầm muối á một là xin này srop cứ smart pi rồi cao muối chẳng này ribosome pi và plati lươn âm muối ăn lọp một quỳnh còn ăn lọp một quỳnh smart nâng muối đồ còn nếu và mình này thay việc plati mà đòn từ hay ăn màu quỳnh thế chân từ tầm mặt đòn thì và tại bởi dương từ hỏi từ lọp một quỳnh mà đòi đào hết từ lọp từ quỳnh mà đòn tiết anh nâng là phí đồ và từ một phí đồ chẳng là cái ribosome cả này cho này thế group của hai cả này ribosome trơn hay an âm tại muối plati tại mũi đồ chẳng ở trong luôn protein smile trong luôn ribosome nhé smile pi ở phần ta lấy lực group hai em cho group hai em tha chia group môn tới và nòm ảo dương sẽ nói những độ clear tịch vẫn hảo hỏi đã chọn về cứ trong luôn protein trong luôn protein smile còn giờ trong luôn ribosome mà côn đấy côn trong luôn này ghế và côn trong luôn AN âm máu hay phải tọa máu côn tiền côn này ghế trong luôn ấn đón ribosome ឆ្លងកាត់ចឹងទៅបាទវាមានអក្សរទូចអក្សរធំអញ្ចឹងបាទលើបដូរតិចនេះបាទអាហ្នឹងរូបមន្តមកបងប្អូនអនុវត្តហ្នឹងអត់ចេះខុសទេតែបើយើងផ្អែកករណីរីបសោបច្រើនផ្លាស់ទីអានមួយត្រឡប់មកវិញអាហ្នឹងលោកបាក់ចំណាំចាបងបាក់ចំណាំអញ្ចឹងយើងយកអានេះប្រើមកអត់ចេះខុសទេគឺគុណទាំងអស់ចង់រកចំនួនប្រូតអ៊ីនគឺយកចំនួនរីបសោគុណចំនួនអានអឹមគុណចំនួនអានដករីបូសូមឆ្លងកាត់បាទដូចថាឥឡូវបើសិនជារីបូសូម2ផ្លាស់ទីលឿនអឹម1ត្រឡប់ទៅមកចំនួន3ដងញ៉េចាំពុតគុណរីបូសូមគុណអានអឹមគុណនឹង3ទៀតទៅ3ដងចឹងណា2គុណ1 2 2គុណ3 6ទៅcòn nữa chứ bà chẳng như tật phần năng móc cũng khơi nhỉ khơi chụp lào vậy năng trẻ chẳng lại nó rụt một lọ muối để dương vào tới ọt chết thôi nhỉ và bị ọt sơ sàng chật ọt về để muốn ọt để một về và lụt đã bà chẳng là lời dương to má này chẳng bây giờ cốn an âm ribosome pi an âm muối ở lọc bên muối chẳng cốn tới bàn pi chẳng chừng luôn protein mà pi toàn nữa chẳng bà nè cái này là bươn lati là bỏ ribosome đôi lúc bị chia chẳng là bươn chỉ ta là so quay tay một cái blog dương xe so mai tới
về là bướn l an ấm vì muốn dương pra l an ấm được tề anh nắng ban tại ribosome muốiឬan ấm muối toàn đấy bọn nó bà ribosome muối an ấm muối dương pra nắng tại bà ribosomeច្រើនcả này miền ribosome lơ bị muối miền này thay vì miền bờ lò chẳng dương trực bô cả này mùi tiệt cứ l bờ lò ribosome toàn đấy bọn này hai bạn giờ mà chạy tề chẳng bọn trời cá ở an ấp bọn trời cá ở bờ lò chẳng bầm rạp ở dưới này provide trong môi bờ lò ở cứ provide môi bờ lò mà ở vì nào nó mày tại tây đi vào sống sai sập tì bà lấy giờ miền ấy phát nào dương miền tái thì mỗi dương khơi bầm rạp thằng lơ mấy chấm đồ này sẽ rộng bày ra cả của muối hay dương miền chấm đồ là protein bao giờ chẳng bọn tì rau khá rau acid này trong môi protein mà để tạo sinh nhà bột cao dương rau acid này trong môi protein là khơi acid này môi protein bạn dương tin từ âm thốngឬâm tàu bà chẳng dương anh miền ba tế bà dương ấy cô tạm phải đấy là cô nấu đấy còn là chỉ cá nấu để là bây nghỉ như dương tạm còn chấm luôn là acid này trong môi protein nó nhưng giờ chấm luôn acid này sẽ rau bây giờ cá môi chai quý ban rồi cá sâm bầy chẳng pi protein muối mà rồi cá sâm bầy acid nàyต่อมาបើកាលណាពុតឃើញចំនួន10đấyបើឃើញមើលសម្ដីបងរកឲ្យឃើញគឺយើងអាចរកអំឃើញឥឡូវគឺរកអំតូចចុះតនៅបាទតែបងចង់រកអំធំក៏បានដែរពីព្រោះយើងដឹងចំនួន10នេះចឹងស្មើគេគឺអំសែនលើ6អំសែនលើ6ដក2ឬក៏បងប្រើអំតូចលើ3ដកឲ្យ2ឃើញទេបាទអញ្ចឹងក៏បានស្រេចចិត្តណាបាទនិយាយរួមទៅធ្វើមិនក៏ដោយឲ្យឃើញ L an âm តែมันអាចលេងផ្លូវកាត់ទេតើនៅបាទអត់មានលេងរូបមន្តអី L ឯណា L an âm ស្រាយកអានេះមកជំនួសយកមកហ្នឹងអត់លេងទេណាយើងរើតាមដំណាក់កាលវាចាឥឡូវគឺ clear ចិត្តបាទបងមើលមកមួយមកចាឥឡូវយើងចាប់ផ្ដើមនេះរក L an រកសន្ទុះរកអំតូចនេះអំតូចបើអានអំណាបើយើងរកអំតូចចឹងយើងពិចារណាពេលសំយោគប្រូតអ៊ីនបាទពេលសំយោគប្រូតអ៊ីនចាប់ដើមដោយកដុងផ្ដើមមួយហើយត្រូវបានបញ្ចប់ដោយកដុងស្តុបហើយរីបូនុយទី3ជាក្រមកំណត់សម្ដីមួយឬក៏សម្ដីមួយទទួលក្រមពីនុយក្រទី3អានេះយើងវិចារចឹងក៏បានពុំវិចារតាមអ្វីដែលបងរៀនមួយលោកគ្រូអ្នកគ្រូយើងក៏បានដែរយល់ទេវាអត់ជាបញ្ហាទេសំខាន់បងចាំនេះរូបមន្តរបស់យើងបាទអានេះយើងអាចទូទាត់វាទៅវាស្មើនឹងអីគេអំតូចលើ3ហើយដកឲ្យ2បាទអានេះដូចគ្នាណាព្រោះយើងផ្ដាច់ប្រភេទទៅវាដូចតែគ្នាទេបាទឥឡូវកុំឲ្យញ៉ៃៗណាដាក់ចឹងចាស់នេះព្រោះគឺទាញបែបនេះហើយចឹងនេះយើងរកអំតូចយើងយកយើងបោះ3យើងគុណព្រោះនេះវានៅក្នុងប្រភេទរួមចឹង3គុណនេះបាទបងទាញតាមអំតូចដូចមិញក៏បានដែរណាធ្វើមកបាទនេះយើងទាញមកឃើញទេចឹងចុងក្រោយយើងឃើញយើងបានអំតូចស្មើ600តែឃើញ600មកត្រូវនេះអានេះអំតូចបាទតោះណាបងណាបាទនេះអំតូចរបស់យើងស្មើ600ក៏ឃើញ600អំតូចយើងចាប់ផ្ដើមវិចារចូលទៅកាន់ប្រវាយនេះព្រោះយើងបានព្រៀងរូបមន្តនេះរូបមន្តលបឿនរបស់យើងនៅលើกระดาษព្រៀងគឺបងអូនសរសេររូបមន្តឲ្យស្រេចបងអូនស្គាល់រូបមន្តបងដើរវាទៅមកតាមនឹងមកអត់វែងផ្លូវទេឃើញទេបាទយើងដើរតាមនឹងមកហើយ L ប្រឡោះរីបូសូមយើង L ក្នុងមួយប្រឡោះយើងមានហើយព្រោះរីបូសូមវាបងរីបូសូមវា2បងបាទរីបូសូមយើងមិន2អញ្ចឹងអានេះ AZM បាទនេះរីបូសូម1អញ្ចឹងទៅអានេះរីបូសូម1ទៀតអញ្ចឹងប្រឡោះវាពីនឹងមកដល់ហ្នឹងគឺវាស្មើនឹង2ណាណូម៉ែត្រអញ្ចឹងបាទឬក៏ 0.2 ចានេះយើងដាក់មកកន្លែងនេះសុំសម្រួលឡើងនេះតិចទៅគឺ L ប្រឡោះរីបូសូមទេបាទហើយរីបូសូម2យើងបាច់ចាំរកប្រឡោះទេ
រីបសូម2គឺស្មើ1ប្រឡោះបងណាបាទកន្លែងហ្នឹងទីទៀតបងរីបសូមច្រើនបងចាប់ដើមវិញទៀតចាប់ដើមរកប្រឡោះrồiអញ្ចឹងអត់ពិបាកទេដូចម្រាមដៃយើងមាន5អញ្ចឹងបងរាប់ទៅមានប្រមាណប្រឡោះឃើញណាបាទហើយឥឡូវម្រាមដៃ5វាមាន4ប្រឡោះឧបមាថាក្នុងមួយប្រឡោះមាន0.5ណាណូម៉ែត្រអញ្ចឹងតើ4ប្រឡោះនោះមានប្រមាណអាហ្នឹងយើងហៅថា L ប្រឡោះរីបសូមហើយដែលយើងត្រូវយកមកបូកជាមួយនឹង LIS អត់នេះតោះណាបាទចឹងយើងទូទាត់លបឿននេះទៅរូបមន្តរបស់យើងឃើញថាប្រវែងរបស់អានអមបាទនេះប្រវែងអានអមគឺវាមានតម្លៃស្មើនឹង204ណាណូម៉ែត្រអញ្ចឹងយើងទីបានរូបមន្តលបឿនរបស់យើងនេះបាទនេះគឺរូបមន្តលបឿនបាទរូបមន្តលបឿនបាទចាំតិចដាក់ប្រអប់វាលើបាទអញ្ចឹងរូបមន្តលបឿនរបស់យើងគឺរីបសូមវេប៉ុន្តែ L អាន M បូក L ប្រឡោះរីបសូមចែកឲ្យតេរីបសូមណាបាទនេះជាអ្វីដែលគេបានដាក់មកគឺគេឃើញប៉ុណ្ណឹងបាទ204បូក2ចែក40អញ្ចឹងវាបាន5.15ណាណូម៉ែត្រក្នុង1នាទីហើយយើងគិតតាមល្បឿនប្រវែងសន្ទុះល្បឿនយើងគិតតាមប្រវែងអានអមហើយនឹងជាមួយរយៈពេលL អានអមបាញ់មិញយើងគិតជាណាណូម៉ែត្រនេះហើយនេះរយៈពេលយើងគិតជានាទីអញ្ចឹងយើងគិតដាក់ណាណូម៉ែត្រក្នុង1នាទីនេះតែប៉ុណ្្នឹងទេឃើញណាបាទអស់ហើយតើតទៅនឹងល្បឿនអញ្ចឹងសូមបងប្អូននេះអត់មានវាចាទេវាស្រួលត្រង់អញ្ចឹងអត់មានវិចារទេគឺបងអូនប្រើធ្វើម៉េចទី1បងចាំទៅបើសិនជាវាថ្មីយើងលុយយកអត់ជួបទី1បងចាំល្បឿនគឺយើងត្រូវស្គាល់ L អានអមហើយពេលណាដែលយើងប្រើវេល្បឿនស្មើ L អានអមលើតេបាទអានេះគឺយើងប្រើបានចំពោះករណីរីបូសូម1ហើយអានអមតែ1ដែរយល់ទេបងបាទយើងនៅមានច្រើនឥឡូវអានេះអានអម1រីបូសូមក៏1ដល់ពេលអានេះគឺអវេ L អានអម L អានអមហើយបូកឲ្យ L អានអមទៀតក៏បានដែរអាហ្នឹងករណីរីបូសូមច្រើនហើយបូក L រីបូសូម L ប្រឡោះបាទ L ប្រឡោះរីបូសូមឃើញទេបាទហើយបានយកមកចែកឲ្យតេយើងនៅអានេះច្រើននេះអានេះមានន័យថាប្រវែងអានអមអានេះប្រឡោះសន្ទុះកន្លែងនេះគឺប្រឡោះនេះអានេះគឺ L ប្រឡោះ AN អម L ប្រឡោះសេកាត់ L ប្រឡោះ AN អមបាទអាហ្នឹង L ប្រឡោះអមបូក L ប្រឡោះរីបូសូមហើយបានចែកតេអញ្ចឹងកាលណាអានអមមានប្រឡោះលុះត្រាអានអមចាប់ពី2រីបូសូមមានប្រឡោះមានន័យថាចាប់ពី2ដែរចឹងណាបងបាទចាំចឹងហើយជាធម្មតាគេប្រាប់ប្រវែងក្នុងមួយប្រឡោះហើយឥឡូវដូចរៀបដៃយើង5ប្រវែងក្នុងមួយប្រឡោះពីមួយប្រឡោះទៅមួយប្រឡោះឥឡូវថាគេថាមាន2ណាណូម៉ែត្រអញ្ចឹងយើង4ប្រឡោះមានប្រមាណអញ្ចឹងវាមាន8ណាណូម៉ែត្រអញ្ចឹងណាអញ្ចឹងយើងយកមកប្រើអញ្ចឹងណាបងណាបាទនឹងយើងត្រូវបែកអញ្ចឹងប្រធានបទយើងនឹងមានច្រើនជួបបែបហ្នឹងទៀតហើយប្រឡងក៏អានេះក្នុងសភៅក្រសួងគេមានណាបងណាសភៅក្រសួងសង្ខេបបោះពុំឆ្នាំ2014គេបោះពុំមកគេមានសភៅគេមានល្បឿនរីបូសូមតើអញ្ចឹងគេអាចចេញបានដោយសារគេយោងទៅលើសភៅសង្ខេបហ្នឹងគេគិតថាលោកគ្រូបានបរៀនតាមសភៅហ្នឹងអញ្ចឹងយើងអនុវត្តទៅហើយយើងចិត្តទុកដាក់ទេទៅចេះហើយបាទអញ្ចឹងលោកគ្រូបញ្យល់លំហាត់ហ្នឹងប៉ុណ្ណឹងទៅហើយបងសាកល្បងធ្វើវាព្រោះណាយើងធ្វើម៉េចទីមួយយើងយល់ដឹងអំពីរូបមន្តល្បឿនប្រឡោះរីបូសូមហ្នឹងល្បឿនរីបូសូមបានច្បាស់មកបាទហើយនឹងការចាំវិចារហើយនឹងរូបមន្តរកសម្ដីដូចជាអញ្ចឹងអូនចង់រកចំណុចសម្ដីតាមរយៈអឹមតូចក៏បានតាមរយៈអឹមធំក៏បានអត់អីទេអញ្ចឹងណា
ហើយចាំយើងសម្របសម្រួលតាមក្រោយទៀតបាទពេលប្រឡងបាក់ដប់អីយើងកុំអាគិតច្រើនគឺសំខាន់ធ្វើឲ្យចេញចម្លើយធ្វើតាមណាក៏បានដែរបាទប៉ុណ្ណឹងចុះណាបាទអញ្ចឹងលោកគ្រូដាក់ប៉ុណ្ណឹងចុះចាំស្អែកចាំយើងបន្តទៀត